ថ្ងៃនេះខ្ញុំមកនិទានរឿងចៅកំបិតបន្ទោះភាគ5ឥឡូវបាយក៏អត់សំពត់ដណ្ដប់ក៏គ្មានសមនឹងស្លាប់ពំលែងបរោះនោះនឹងនឹកអាណិតអាត្មាក៏យំសោកលុះយប់មានជ្រូកមួយតែងមកស៊ីផ្លែល្វាទុំជ្រូកនោះមានកែវពាំដើរលើទឹកបានលុះអាត្រៀតស្ងាត់ជ្រូកនោះពាំកែវដើរលើទឹកមកនឹងរើសផ្លែល្វាស៊ីបរោះនោះឃើញជ្រូកដាក់កែវនៅគល់ល្វាក៏បេះផ្លែល្វាចោលទៅឆ្ងាយឲ្យជ្រូកតាមទៅស៊ីខ្លួននឹងឆក់យកកែវជ្រូកនោះហេតុតែកុសលបរោះនោះត្រូវមានបុណ្យបណ្ដាលឲ្យជ្រូកនោះស៊ីឆ្ងាយពីកែវបរោះក៏សម្រោតចុះមកឆក់កែវជ្រូកបានរត់ចេញទៅខំដើរទៅទាំងយប់លុះព្រឹកទៅតមសំពៅស្រែកហៅថាអ្នកនាយសំពៅចាំខ្ញុំផងនាយសំពៅឮមាត់បែមើលទៅឃើញស្គាល់ជាបរោះក៏មូក្តោងឈប់ចាំបរោះទៅដល់ឡើងលើសំពៅនិយាយថាអ្នកបងនាយសំពៅមិនគួរចិត្តអាក្រក់មកចោលខ្ញុំឲ្យស្លាប់កណ្ដាលសមុទ្រកុំតែកុសលខ្ញុំមានកុំអីស្លាប់បងអាសាតែម្នាក់ឯងនាយសំពៅឆ្លើយដោះសារប្អូនអើយបងស្មានថាប្អូនចុះមកខាងក្បាលសំពៅហើយបងមិនមានគិតចង់ចោលប្អូនទេហើយនាយសំពៅថាប្អូនបានអីក៏ដើរលើទឹកបានបរោះថាខ្ញុំមានកែវជ្រូកបានជាខ្ញុំដើរលើទឹកបាននាយសំពៅហេតុតែមានចិត្តអាកតញ្ញូក៏ថាប្អូនឲ្យមកបងទុកឲ្យបរោះគិតឃើញថានាយសំពៅនេះវាគិតបញ្ឆោតអញទៀតហើយក៏និយាយថាសុំអ្នកនាយសំពៅយករបស់ទាំងនោះមកឲ្យខ្ញុំសិនខ្ញុំប្រមូលឲ្យមូលសឹមជូនទៅអ្នកវិញត្បិតរបស់នេះមិនមានប្រយោជន៍អីដល់ខ្ញុំគង់តែជូនឲ្យអ្នកទាំងអស់ទេនាយសំពៅឮដូច្នេះនឹកថាបរោះនេះវាជាអ្នកល្ងងគង់តែបានមកដៃអញទាំងអស់ទេក៏យកខ្សែចងដំបងវាយឯងឆ្នាំងឆ្អិនឯងនិងផាដិបមួយត្បូងព្រមទាំងខោអាវឲ្យបរោះទទួលរៀបវិចសក់គ្រប់ក៏សំពះលានាយសំពៅចុះដើរលើទឹកទៅនាយសំពៅនឹកស្ដាយក្រោយមិនចេញស្ដីមួយម៉ាត់បរោះខំដើរដោយអំណាចកែវផ្លូវដើរ7យប់បរោះដើរតែមួយថ្ងៃទាល់ប្រលប់ដល់ផ្ទះលុះបរោះទៅដល់ផ្ទះស្រែកហៅប្រពន្ធថានាងអើយនាងបើកទ្វារឲ្យបងផងបងមកដល់ហើយឯប្រពន្ធជាស្រីអាក្រក់ក្បត់ចិត្តប្តីកំពុងតែដេកអោបសាហាយឮមាត់ប្តីធ្វើជាថាអ្នកណាហៅអ្វីប្តីអញមិននៅទេក៏មកហៅអញបរោះឮប្រពន្ធថាដូច្នេះនឹកថាប្រពន្ធចិត្តត្រង់នឹងខ្លួនក៏ឆ្លើយថាបងមកហើយនាងប្រពន្ធថាអ្នកទេខ្ញុំគិតថាជាមនុស្សផ្ដេសផ្ដាសវាហៅខ្ញុំហើយមេនោះថាអ្នកចាំខ្ញុំអុជចន្លុះសិនតែវាបណ្ដោះសាហាយវាសោះបរោះក៏ជីកដីក្រោមមាត់ជណ្ដើរកប់ខ្សែចងដំបងវាឯងឆ្នាំងឆ្អិនឯងរួចលុបដីទៅមេនោះបណ្ដោះសាហាយវារួចក៏អុជចន្លុះមកទទួលប្តីឡើងទៅលើផ្ទះរៀបចំបាយទឹកឲ្យប្តីស៊ីរួចវានាំប្តីចូលដេកពេលដេកវានិយាយថាអ្នកទៅស្រុកចិនបានអ្វីផ្ញើខ្ញុំខ្លះ
បរោះជាប្តីប្រាប់ប្រពន្ធថាបងគ្មានបានអីទេបងគេឲ្យខោមួយផាដិបមួយត្បូងមេនោះធ្វើជាយំស្រែកថាមិនមែនទេអ្នកកុហកខ្ញុំមិនដែលអ្នកណានឹងទៅដល់បងហើយគេនឹងឲ្យតែផាដិបមួយត្បូងខោមួយដូចនេះទេខ្ញុំសូមស្លេះតែប៉ុណ្ណេះនឹងអានជូននៅភាគបន្តអរគុណមិត្តភ័ក្តិបងប្អូនសូមជួយ Subscribe ក្នុង Channel YouTube ខ្ញុំមួយផងទុកជាការលើកទឹកចិត្តដល់ខ្ញុំក្នុងការផលិតវីដេអូជូនចំពោះមិត្តភ័ក្តិបងប្អូនរាល់អត្ថបទលើកទឹកចិត្តនិងរឿងនិទានខ្ញុំដាក់នៅក្នុង Channel YouTube ទាំងអស់សូមអរគុណ